នេះគឺជារបៀបដំឡើងហើយនឹងប្រើប្រាស់ router អញ្ចឹងទីមួយយើងត្រូវដាក់ភ្លើងវាដល់ភ្លើងដាក់ SIM ចូលហើយ SIM ហ្នឹងយកឲ្យឆែបដាក់ទៅខាងក្រោម SIM ណាដាក់ចូលខាងក្រោមហើយយើងសកត់វាតិចទៅហើយខ្ញុំសូមបញ្ជាក់តិចណា SIM មុននឹងដាក់ចូលត្រូវតែបញ្ចូលលុយឲ្យហើយដូរលុយឲ្យជោគជ័យឲ្យមានអ៊ីនធឺណិតយើងដូរភ្ជាប់ជាអាទិត្យក៏បានភ្ជាប់ជាខែក៏បានដែរហើយដល់ពេលដល់អស់លុយយើងគ្រាន់តែបាញ់លុយចូលទៅវាបន្តទៀតហើយហើយក្នុងករណីដាច់ខែបញ្ចូលលុយហើយអត់ឃើញដើរដកតែភ្លើងហើយដោតទៅវិញទៅវាដើរដល់ស្វ័យប្រវត្តិអូខេបន្ទាប់មកណែយើងដាក់ SIM ឲ្យជោគជ័យឲ្យហើយអញ្ចឹងណាភ្លើងចូលណែភ្លើងវាលោតលើខាងលើហ្នឹងឃើញភ្លើងចូលអានេះដុំអានេះបើតង់ reset ជាទូទៅយកអត់បាយ reset ទេ reset ហ្នឹងនៅពេលដល់បាទគេដឹង password ដឹងអីច្រើនពេកយើងត្រូវ reset នៃភ្ជាប់សារថ្មីតែមិនបាច់ reset ទេយកអត់បាច់ reset តែប៉ុណ្ណឹងឯងបន្ទាប់ពីយើងដាក់ SIM ដាក់អីហើយយើងអាចចុចជាប់មកគឺចុចជាប់បានហើយយើងចូលទៅ setting មកហើយចុច Wi-Fi ជាប់ Wi-Fi ទៅហើយឈ្មោះ Wi-Fi របស់វាហ្នឹងណែមកឡើងមក DNXT ហ្នឹងរបស់វាហ្នឹងហើយlạiកូដខាងក្រោយហ្នឹងវាប្រែប្រួលទៅតាម router មួយណាតែឈ្មោះវាគឺអញ្ចឹងឯងហើយយើងចុចយកមកយើងចុចទៅហើយ password គឺវានៅលើបាននៅខាងក្រោមបានហ្នឹង password វា1 2 3 4 5 6 7 8 4 0 password ដើមវាដាក់ទៅយកពាក្យចុចមកគឺភ្ជាប់បានចាំតែភ្ជាប់បានចុចហ្នឹងតែប៉ុណ្ណឹងបានយើងអាចប្រើបានតែប៉ុណ្ណឹងគឺយើងបានជោគជ័យក្នុងការប្រើប្រាស់វាហើយប្រើអីប្រើទៅក្នុងករណីយើងចង់កែ password កែឈ្មោះអីបានយើងចូលទៅកាន់ Google យើង Android iOS ហ្នឹងចូលបានដូចគ្នាយើងចូលកម្មវិធីភ្ជាប់អ៊ីនធឺណិតហើយ Google ហ្នឹងណាចូលហើយយើងចូលទៅ Google វាយ IP របស់វាហើយ IP របស់វានៅបាតខាងក្រោមហ្នឹងឯងឃើញមើលទៅឃើញ 192.10.168 អញ្ចឹងទៅហើយយើងវាយតាមវាណាវាមានប៉ុន្មានវាយតាមវាឲ្យត្រូវទាំងអស់មកខុសបាទហើយយកពាក្យ search មកហេចុះអាស័យដ្ឋាននេះมันពីរជួរខាងលើយកលើក៏បានដែរក្រោមក៏បានដែរអាស័យដ្ឋានវាដូចគ្នាណាបាទយកក្រោមមកអស់វាមកក្រោមមកយកពាក្យ login អា QQ កណ្ដាលនេះបន្ទាប់មក username ក៏នៅខាងបាតខាងក្រោមដែរយើងវាយទៅ username វាគឺ admin ហ្នឹងឯងហើយអា password ចូលក្នុង website របស់វាក៏ admin ដូចគ្នាដែរនិយាយទៅសេរីហ្នឹងគឺដូចគ្នាអាហ្នឹងយើងចាំក៏បានមើលអាបាតហ្នឹងផងបានហេអានេះយើង save password ក៏ save ទៅអត់ក៏អត់ទៅបញ្ហាដែរចឹងអានេះគឺជាការគ្រប់គ្រង router របស់យើងគ្រប់គ្រង router អញ្ចឹងបាទនៅការគ្រប់គ្រង router របស់យើងប៉ុណ្ណឹងយើងមើលឃើញទិន្នន័យណាចូលប្រើម៉ានណាហើយយើងចង់កែ Wi-Fi អីក៏បានដែរចូល Wi-Fi setting ចូល Wi-Fi setting អាសហ្នឹងយើងចុចទៅលើ Wi-Fi setting ទៅវាឃើញហ៎បាទតបមកយើងឃើញ username នៅខាងលើឈ្មោះ Wi-Fi យើងចង់ដូរឈ្មោះ Wi-Fi ក៏បានដូរ password អីក៏បានដែរគឺដូរនៅក្នុងហ្នឹង Wi-Fi setting ហ្នឹងបាទនេះយើងដូរទៅអត់ដូរក៏អត់ទៅយើងដូរដាក់ឈ្មោះយើងក៏ដូរទៅអានេះខ្ញុំសាកដូរហើយមើលយើងចុចទៅលើវាទៅលុបឈ្មោះចាស់វាដាក់ឈ្មោះថ្មីដាក់ឈ្មោះអីដាក់ខ្ញុំដាក់ឈ្មោះ ABC អញ្ចឹងទៅហើយអា password វា1 2 3 4 5 6 7 8 9 0ហ្នឹងខ្ញុំដូរហើយដូរដាក់អីដាក់ដាក់ admin នេះ1 2 3 4 5 6 7អីចឹងទៅអាហ្នឹងយើងដាក់អីដាក់ទៅដល់យកពាក្យ save ហើយអាហ្នឹងយើងយក yes ក៏បានយក no ក៏បានយើង yes ទៅវា save ហើយវាផ្ដាច់ត្រូវឲ្យយើងភ្ជាប់សារថ្មីចឹងណាហើយយើងយក no វា save ហើយវា save យក no save ហើយគឺវានៅជាប់គ្រប់ទូរស័ព្ទដែរយើងយក yes ទៅ save ហើយគឺដាច់ចឹងត្រូវភ្ជាប់ម្ដងទៀត
tập năng ai chẳng là bây giờ đặt hay cứ dương thử trong nào thế này ABC để nhầm đâu cho mình nè dương cho rồi cái wifi chắp ABC má ABC này để dương đồ mình với từ ABC bên nha hay dương vay password mà password để dương cài hai bảy nhá password đấy để cho việc chọn đó password mày dương đó là bạn đáp bán á là chụp chị dương cho với vay admin mua cái admin password cái admin là nó ở cái hai mua làm password cho tạm website nó admin cài bên đây bán này vào về mạch đại bên trong này ta còn là trong cái password wifi cái mua ấy cứ cái thua tập bản năng nghề bản năng ai đấy bàn chụp chị này nhưng cho ai cho tờ mơ password mấy bà dương là bàn cho bạch tới khơi ABC password ba này tới khơi nha việc đặt mấy đại tranh nào mình tập nắng ai